បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំមានបាលីចែកជូនពុកម៉ែបងប្អូនឲ្យបានរៀនបានសូត្របានមើលបានទស្សនាហើយយកទៅប្រើប្រាស់ក្នុងការពារនៅអំពើអំព័ន្ធផ្សេងដោយគេថាទាំងអស់នេះខ្ញុំបានសរសេររៀបរាប់នៅក្នុងវីដេអូនេះផងដែរនេះជាគាថាមិនមែនជាយ័ន្តទេពុកម៉ែបងប្អូនណាជាបាលីការពារនៅអំពើផ្សេងដែលដូនតាខ្មែររបស់យើងលោកបានចងក្រងទុកក្នុងសៀវភៅហើយខ្ញុំក៏បើកឃើញខ្ញុំក៏យកមកធ្វើជាវីដេអូសរសេរជាថ្មីចែកជូនពុកម៉ែបងប្អូនទស្សនាហើយចឹងពុកម៉ែបងប្អូនខ្លះក៏គាត់ចេះបាលីចេះសូត្របងប្អូនខ្លះគាត់អត់ចេះភាសាបាលីអីទេចឹងក៏ខ្ញុំធ្វើជាវីដេអូនេះបើយើងអានតាមសម្រាយគឺមិនត្រូវទេអញ្ចឹងភាគច្រើនភាសាបាលីចេញមកពីតាមវត្តអារាមដែលជាមានព្រះភិក្ខុសង្ឃផងដែរដែលបានរៀនសិក្សាហើយកំពុងតែសូត្រចឹងបើសិនជាយើងអានជាភាសាខ្មែរយកទៅសូត្រគឺមិនត្រូវទេអញ្ចឹងយើងសូត្រថាចៈនមោពុទ្ធាយៈចៈអញ្ចឹងទៅណាពុកម៉ែបងប្អូនហើយចាំចប់ខ្ញុំនឹងសូត្រម្ដងទៀតនឹងហើយបើខ្ញុំសរសេរមិនស្អាតឬមានកន្លែងណាខុសខាតសូមពុកម៉ែបងប្អូនអភ័យទោសផងចឹងយើងសូត្រមកចៈនមោពុទ្ធាយៈចៈយៈធាពុទ្ធមោពុទ្ធមោអ្នកអញ្ចឹងមកណាហើយបាលីនេះគឺចប់ត្រឹមប៉ុណ្្នឹងហើយអញ្ចឹងយើងប្រើក្នុងអំពើអញ្ចឹងយើងសូត្រម្ដងទៀតណាចៈនមោពុទ្ធាយៈចៈយៈធាពុទ្ធមោអ្នកអញ្ចឹងក៏ខ្ញុំមានអីប្រាប់ទៀតដែរអញ្ចឹងក៏សូមជម្រាបលាជួបគ្នានៅឱកាសក្រោយទៀតបាទសូមអរគុណ